준비하고 나 맡은 일 충성 Your kingdom come ដោយសារតែជនជាតិអ៊ីស្រាអែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់និងបានគោរពនៅរូបព្រះคล้ายៗផងនោះព្រះម្ចាស់បានដាក់ទោសពួកគេដោយបញ្ជូនពួកគេទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ាឌៀនដើម្បីឲ្យពួកគេដឹងអំពីអំពើបាបរបស់ខ្លួនជនជាតិម៉ាឌៀនបានសង្កត់សង្កិនជនជាតិអ៊ីស្រាអែលអស់រយៈពេល7ឆ្នាំរាល់ពេលដែលជនជាតិអ៊ីស្រាអែលច្រូតកាត់នោះជនជាតិម៉ាឌៀនតែងតែមកយកដំណាំដែលគេច្រូតទាំងអស់ពួកគេក៏បានបញ្ជូនទាំងវងជៀមទាំងអស់របស់ជនជាតិអ៊ីស្រាអែលដោយមិនទុកមួយក្បាលឲ្យនៅសល់ឡើយសូមកំណត់ជៀមរបស់ពួកខ្ញុំទៅអីថយចេញនេះគឺជាជៀមរបស់យើងសូមឲ្យអ្វីនៅក្នុងដៃរបស់អ្នកឲ្យមកខ្ញុំវិញមកពួកយើងគ្មានអីបរិភោគទេសូមជួយពួកយើងផងពេលនោះប្រជាជនអ៊ីស្រាអែលចាប់ផ្ដើមដឹងថាទុក្ខវេទនានិងសេចក្តីសោកសៅរបស់ពួកគេជាលទ្ធផលនៃអំពើបាបពួកគេក៏ចាប់ផ្ដើមស្រែកអង្វរព្រះអង្គម្ចាស់ឲ្យជួយពួកគេគ្រានោះលោកកេឌៀនកំពុងតែបោកបែនស្រូវក្នុងធុងសម្រាប់គៀបផ្លែទំពាំងបាយជូរដើម្បីកុំឲ្យជនជាតិម៉ាឌៀនឃើញពេលនោះស្រាប់តែទេវតារបស់ព្រះអង្គម្ចាស់មកបង្ហាញខ្លួនឲ្យលោកកេឌៀនឃើញវីរៈជនដ៏អង់អាចអើយព្រះអង្គម្ចាស់គង់នៅជាមួយអ្នកហើយចូលទៅសង្គ្រោះអ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិម៉ាឌៀនឥឡូវនេះចុះកេឌៀនភ្ញាក់ផ្អើលជាខ្លាំងហើយក៏បាននិយាយទៅកាន់ទេវតាវិញថាលោកម្ចាស់អើយតើធ្វើដូចម្ដេចឲ្យខ្ញុំប្របាទសង្គ្រោះអ៊ីស្រាអែលបានត្បិតក្នុងកុលសម្ព័ន្ធម៉ាណាសេអំបូររបស់ខ្ញុំប្របាទទៀតសោតក៏ខ្ញុំប្របាទក្មេងជាងគេដែរព្រះជាម្ចាស់បានលើសម្រែកយំសោករបស់ជនជាតិអ៊ីស្រាអែលហើយទ្រង់ក៏បានជ្រើសរើសកេឌៀនឲ្យរំដោះពួកគេដោយសារលោកកេឌៀនមានការភ័យខ្លាចគាត់មិនអាចទុកចិត្តព្រះបន្ទូលព្រះទាំងស្រុងបាននោះទេប្រសិនបើព្រះអង្គពិតជាសពរហតីសង្គ្រោះអ៊ីស្រាអែលតាមរយៈទូលបង្គំមែនដូច្នេះទូលបង្គំសូមលាតស្បែកជៀមនៅលើលានបោកស្រូវប្រសិនបើទឹកសន្សើមធ្លាក់លើតែស្បែកជៀមហើយដីនៅជុំវិញស្ងួតនោះទូលបង្គំនឹងយល់ព្រមនៅព្រឹកថ្ងៃបន្ទាប់លោកកេឌៀនក្រោកឡើងហើយក៏បានឃើញស្បែកជៀមសើមចំណែកឯដីនៅជុំវិញនៅស្ងួតដដែលប៉ុន្តែលោកកេឌៀនក៏នៅតែមិនព្រមជឿគាត់បាននិយាយទៅកាន់ព្រះជាម្ចាស់ម្ដងទៀតថាសូមព្រះអង្គគំព្រះពិរោធនឹងទូលបង្គំអីសូមមេត្តាអនុញ្ញាតឲ្យទូលបង្គំសាកល្បងជាលើកចុងក្រោយគឺសូមឲ្យស្បែកជៀមនៅស្ងួតហើយឲ្យទឹកសន្សើមធ្លាក់ជោគដីទាំងប៉ុន្មានដែលនៅជុំវិញព្រះអម្ចាស់បានធ្វើឲ្យការនោះកើតមានដូច្នោះមែននៅថ្ងៃបន្ទាប់នោះលោកកេឌៀនបានឃើញថាស្បែកជៀមនៅស្ងួតដដែលចំណែកឯដីជុំវិញជោគទៅដោយទឹកសន្សើមទីបំផុតលោកកេឌៀនក៏ជឿថាព្រះជាម្ចាស់ពិតជាគង់នៅជាមួយលោកមែនហើយចាប់ផ្ដើមទុកចិត្តដល់ព្រះអង្គជាខ្លាំងព្រះជាម្ចាស់បានមានព្រះបន្ទូលឲ្យកេឌៀនជ្រើសរើសកងទ័ពដើម្បីទៅធ្វើសង្គ្រាមជាមួយនឹងជនជាតិម៉ាឌៀនគាត់ក៏បានធ្វើតាមបង្គាប់របស់ព្រះហើយជ្រើសរើសកងទ័ពជាច្រើនឲ្យទៅធ្វើសង្គ្រាមជាមួយជនជាតិម៉ាឌៀនកេឌៀនអើយទ័ពរបស់អ្នកមានចំនួនច្រើនពេកហើយយើងនឹងមិនឲ្យគេមានជ័យជំនះលើជនជាតិម៉ាឌៀនទេត្បិតជនជាតិអ៊ីស្រាអែលមុខជាដណ្ដើមយកសេរីរុងរឿងពីយើងដោយពោលថាគេទទួលបានជ័យជំនះដោយសារកម្លាំងរបស់ខ្លួនក្រោយពីលោកកេឌៀនប្រកាសប្រាប់ពលទ័ពនៅអ្វីដែលព្រះមានបន្ទូលមកកាន់លោកហើយពេលនោះមានពលទ័ព 20000 នាក់នាំគ្នាត្រឡប់ទៅវិញនៅសល់តែ 10000 នាក់ប៉ុណ្ណោះកងទ័ពនៅតែមានចំនួនច្រើននៅឡើយចូលនាំពួកគេចុះទៅមាត់ស្ទឹងដើម្បីឲ្យយើងសាកល្បងពួកគេលោកកេឌៀនក៏នាំពួកគេចុះទៅមាត់ស្ទឹងរួចប្រាប់ឲ្យពួកគេផឹកទឹកពីស្ទឹងនោះព្រះជាម្ចាស់បានមានបន្ទូលឲ្យលោកកេឌៀនញែកទៅហ៊ានដែលផឹកទឹកដូចឆ្កែចេញពីពួកអ្នកដែលលុតជង្គង់នៅយប់នោះព្រះជាម្ចាស់បានមានបន្ទូលទៅលោកកេឌៀនថាចូលក្របឡើងហើយចុះទៅវាយទីតាំងទ័ពរបស់ជនជាតិម៉ាឌៀនចុះលោកកេឌៀនព្រមទាំងពលទ័ព300 នាក់ក៏បានទៅដល់ជំរំរបស់សត្រូវលោកកេឌៀនក៏ប្រើឲ្យពលទ័ពរបស់លោកកាន់ត្រែនៅដៃម្ខាងហើយដៃម្ខាងទៀតកាន់ក្អមដែលមានដាក់ចន្លោះនៅពីក្នុងនោះលុះជិតពាក់កណ្ដាលអធ្រាត្រ
ពេលពលតបម៉ាឌៀនទៅនឹងបដូរអ្នកយាមលោកកេឌៀននិងទាហានទាំង300នាក់នាំគ្នាផ្លុំស្នែងឡើងនិងបំបីក្អមព្រមគ្នាពួកគេកាន់ចន្លោះនៅនឹងដៃឆ្វេងហើយកាន់ស្នែងសម្រាប់ផ្លុំនៅដៃស្ដាំទាំងស្រែកថា យើងវាយកជ័យជំនះថ្វាយព្រះអង្គម្ចាស់និងលោកកេឌៀន ពួកពលតបម៉ាឌៀននាំគ្នារត់នឹងស្រែកហើយបាក់ទ័ពព្រះអង្គម្ចាស់បានធ្វើឲ្យជនជាតិម៉ាឌៀនកាប់សម្លាប់គ្នាឯងដោយសារអំណាចរបស់ព្រះជាម្ចាស់លោកកេឌៀនបានវាយឈ្នះពលតបម៉ាឌៀនដែលមានគ្នាច្រើនសន្ធឹកសន្ធាប់ជាមួយពលទាហានដែលមានត្រឹមតែ300នាក់ប៉ុណ្ណោះ ហូរេ